កងទាហានសហរដ្ឋអាមេរិកទាំងយន្តហោះបានមកដល់ទឹកដីមជ្ឈិមបូព្រាហើយខណៈនៅពេលនេះព័ត៌មានរបស់អាចារ្យអិសារាជីជាសារព័ត៌មានដ៏ធំមួយប្រចាំប្រទេសបានចុះផ្សាយបានឲ្យដឹងថាកងទាហានកាម៉ុងដូពិសេសរបស់សហរដ្ឋអាមេរិកសុទ្ធតែទាហានហ្វឹកហាត់ស្ទាត់ជំនាញមានបទពិសោធន៍បានបញ្ជូនមកដល់ទឹកដីមជ្ឈិមបូព្រាហើយខណៈពេលនេះរងចាំតែបទបញ្ជាពីមេបញ្ជាការរបស់ជួនពិសេសទាំងជើងទឹកទៅឈរជើងនៅមជ្ឈិមពាដើម្បីត្រៀមវាយប្រទេសអ៊ីរ៉ង់នោះបមានក្នុងស្រុករបស់អ៊ីរ៉ង់បានប្រាប់ឲ្យដឹងថាទាហានរបស់សហរដ្ឋអាមេរិកមកលើកនេះមិនដឹងជាធ្វើជាដើមស្ពៃនៅអ៊ីរ៉ង់ឬក៏ធ្វើជាជ្រកខ្ទឹមរបស់ទាហានអ៊ីរ៉ង់ទេនៅពេលនេះការដែលឌឺដងដាក់គ្នាបែបនេះធ្វើឲ្យសារព័ត៌មានធំទូទាំងពិភពលោកកំពុងរងចាំទស្សនាតាមដានព័ត៌មានធំហេតុការណ៍ដ៏ចម្លែកទូទាំងពិភពលោកទាំងអស់មានតែចាំទស្សនារវាងសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជាបន្តទៅទៀតមើលថាសង្គ្រាមមួយនេះអ៊ីរ៉ង់ឈ្នះឬក៏សហរដ្ឋអាមេរិកឈ្នះនេះជាទាហានរបស់ប្រទេសអ៊ីរ៉ង់ដែលកំពុងរងចាំទទួលស្វាគមន៍ទាហានរបស់សហរដ្ឋអាមេរិក